បាទនេះគឺជារបៀបយើងកប់ខ្សែឡែនបាទយើងត្រូវមានកន្ត្រៃកប់មានក្របកប់ហើយនឹងកន្ត្រៃសក់ហើយនឹងដៃខៀវយើងកាត់ធម្មតាយើងអាចឆ្នៃដើម្បីបានតាមចំណងចិត្តដែលកប់អញ្ចឹងណាតែខ្ញុំមានឧបករណ៍3ចំនួននេះបើខ្ញុំអាចងាយស្រួលក្នុងការកប់ខ្សែឡែនខ្សែអ៊ីនធឺណិតយើងអញ្ចឹងឥឡូវយើងមានខ្សែអ៊ីនធឺណិតយើងមកសរសៃអញ្ចឹងមកអញ្ចឹងយើងចាប់ផ្ដើមធ្វើការសក់ទៅលើខ្សែឡែនរបស់យើងเราจะចាប់ផ្ដើមធ្វើការសក់ទៅលើខ្សែឡែនរបស់យើងពេលដល់មកយើងនឹងធ្វើការច្បូតឥឡូវយើងប្រើកន្ត្រៃលឿងនេះដើម្បីសក់ហើយអញ្ចឹងយើងមានកន្ត្រៃលឿងនេះយើងអាចងាយស្រួលក្នុងការសក់ខ្សែឡែនដើម្បីយើងសម្រួលការងាររបស់យើងឲ្យកាន់តែលឿនអញ្ចឹងទៅមួយខ្សែឡែនខាងក្នុងវាមាន8សរសៃតែវាមានបដូរមួយណាបដូរជួរអញ្ចឹងយើងត្រូវទាញបដូរជួរចេញមកក្រៅឲ្យរាងវែងបន្តិចហើយបន្តមកទៀតចាំយើងកាត់បដូរជួរនោះចូលដើម្បីវាងាយស្រួលមកពេលយើងរុញខ្សែចូលទៅក្នុងក្បាលណាចាឥឡូវចាប់ផ្ដើមទាញបដូរជួរចេញមកលើបន្តិចហើយតាមទីនេះបងប្អូនអាចច្បូតខ្សែឡែនឬក៏កាត់បដូរជួរធម្មតាតែខ្ញុំទីនេះរបស់ខ្ញុំទាញបដូរជួរចេញមកក្រៅដើម្បីខ្សែឡែនវាដកពីស្បូតទៅវិញវាអាចជាប់បានយូរវាយវាងាយដកទៅដកកវាអញ្ចឹងណាចាឥឡូវខ្ញុំចាប់ដើមស្បូតខ្សែត្រង់សិនបន្តមកទៀតចាំយើងធ្វើការរៀបពណ៌អញ្ចឹងខ្សែឡែនយើងមាន8ពណ៌ណាមាន8ពណ៌មានសទឹកក្រូចបៃតងសហើយនិងបៃតងខៀវសនិងខៀវហើយនិងសត្នោតអញ្ចឹងចាំមើលតែខ្ញុំនឹងរៀបពណ៌បែបម៉េចឲ្យបងប្អូនមើលឲ្យអាចតាមដានក្នុងវីដេអូនេះទៅបងប្អូនអាចទៅរៀនកប់នៅផ្ទះបានណាគឺបងប្អូនមានឧបករណ៍ចំនួន4ដែលខ្ញុំបង្ហាញក្នុងវីដេអូក្បាលវីដេអូហ្នឹងបងប្អូនអាចធ្វើការកប់បានហើយអញ្ចឹងឥឡូវមើលខ្ញុំរៀបពណ៌ណាយើងអាចច្បូតចឹងហើយយើងរៀបវានៅគូជាគូសិនទៅយើងអាចតម្រៀបវាមកជាផែនវាមួយណាអញ្ចឹងយើងមានសទឹកក្រូចមុនណាសទឹកក្រូចហើយទឹកក្រូចបន្តមកទៀតយើងមានបៃតងសចឹងខ្ញុំយកបៃតងសមកទៀតមកណាទៅទៀតអាខៀវហើយនឹងសខៀវវានៅកដាលនៅជាប់គ្នាធ្វើអញ្ចឹងបានយើងស្រួលញែកទៅមកទៀតបៃតងឬឲ្យសថ្នោតចុងក្រោយគេអញ្ចឹងខ្សែមាន8សរសៃយើងត្រូវរៀបឲ្យត្រូវពណ៌នេះជាពណ៌ស្តង់ដារ ISO សម្រាប់អន្តរជាតិយើងអាចកំអញ្ចឹងទៅមានបងប្អូន IT ក្មេងៗឬក៏អ្នកក្រោយអ្នកគេមកធ្វើក្រោយយើងនឹងអាចកັບពណ៌ដូចយើងទៅវានឹងស្គាល់គ្នាបើយើងធ្វើខុសស្តង់ដារហើយក្រោយទៅមាន IT ផ្សេងចូលមកធ្វើកន្លែងយើងចាស់ពួកគេអត់ដឹងពួកយើងកັບពួកអីកັບច្រឡំពណ៌គ្នាអត់ដើរនេះណាអញ្ចឹងអានេះគឺស្តង់ដារមួយដែលយើងអាចនឹងប្រើរួមទាំងអស់គ្នាទូទាំងពិភពលោកអញ្ចឹងខ្ញុំចាប់ផ្ដើមតម្រឹមខ្សែស្មើហើយទៅមកទៀតយើងត្រូវមានក្របកប់អញ្ចឹងណាក្របកប់នេះប្រើប្រភេទខែកសិតដោយសារតែខ្សែវាខែកសិតអញ្ចឹងចំណុចត្រង់នេះពិបាកញាត់បន្តិចដោយសារខ្ញុំកប់ខ្សែរៀងខ្លីពេកណាកប់តម្រឹមខ្សែមួយរៀងខ្លីពេកអញ្ចឹងនៅពេលដែលយើងញាត់វារៀងពិបាកចូលអញ្ចឹងសម្រាប់បងប្អូនដែលនៅពេលដែលតម្រឹមខ្សែអាចជួយចែកមើលកន្លែងហ្នឹងផងតើកន្លែងហ្នឹងវាតម្រឹមទៅវាល្មមអត់ឬក៏វាខ្លីពេកបងប្អូនអាចសកភាសាទៀតបានតែនេះខ្ញុំមើលសារខ្ញុំធ្វើវីដេអូខ្ញុំអត់បានតម្រឹមភាសាទៀតទេខ្ញុំព្យាយាមរៀបឲ្យស្អាតហើយញុកវាភាសាទៀតទៅបងប្អូនតាមដានមើលតាមហ្នឹងណាអញ្ចឹងដល់ពេលដែលយើងញុកខ្សែយើងមិនលេងណាគេយើងញុកចូលតែមិនលេងណាខ្ញុំញុកចូលទេកាលណាញុកចូលហើយខ្ញុំអត់លេងហើយខ្ញុំពិនិត្យមើលពណ៌វាភាសាទៀតទៅវាត្រូវពណ៌ណាប់ ISO ដែលយើងស្តង់ដាររបស់យើងហើយនៅកាលណាវាត្រូវអស់ហើយយើងអាចយកលេខកប់បានហើយតែឥឡូវខ្ញុំពងតែតម្រឹមភាសាទៀតដូចជាមិនត្រូវអញ្ចឹងខ្ញុំមើលឲ្យត្រូវណាខ្ញុំហៅបងប្អូនថាត្រឹមត្រូវហើយព្រមបន្ថែមហើយយើងនឹងយកលេខកប់មកកប់អញ្ចឹងលេខកប់នេះខ្ញុំទិញទៀងថ្លៃដែរណាតែបងប្អូនអាចទិញតម្លៃធម្មតាក៏បានដែរណាយើងយកមកញិចដាក់ត្រូវរន់វាមកវាមកអត់ដែរមកវាជាប់ហើយអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងដែរបងប្អូនមានជំនុំនេះអាច comment សួរខាងក្រោមបានអរគុណ